ยังយើងមកមើលក្តឹបបន្ទាប់ពីយើងបានបាញ់ថ្នាំការពារពពួកស្មៅរួចយើងឃើញថាវាលោតមកបាទថ្ងៃនេះដែរខ្ញុំចង់បង្ហាញអំពីលទ្ធផលដែលយើងបានទប់ស្កាត់ជាមួយនឹងការបំផ្លាញពីពពួកស្មៅដែលវាធ្វើទុកទៅលើផ្កាចន្ទីរបស់យើងកំពុងពេលដែលវាបែកលំអងប្រកាត់គ្នាអញ្ចឹងបន្ទាប់ពីយើងបានទប់ស្កាត់តន់ឃើញថាផ្កាចន្ទីរបស់យើងវាមានសមត្ថភាពនៅក្នុងការបង្កាត់លំអងទម្លាក់ទៅជាក្តឹបបានលឿនអញ្ចឹងយើងមកមើលក្តឹបបន្ទាប់ពីយើងបានបាញ់ថ្នាំការពារពពួកស្មៅរួចយើងឃើញថាវាលោតមកបដាហើយវាមកហើយអញ្ចឹងចន្ទីបើសិនជាយើងដឹងពីកត្តាបំផ្លាញផ្កាដែលវាគាំងក្តឹបហ្នឹងគឺដោយសារតាពពួកស្មៅតែពេលដែលយើងទប់ស្កាត់ជាមួយនឹងស្មៅជាប់វាធ្វើឲ្យផ្កាចន្ទីរបស់យើងវាមានសមត្ថភាពនៅក្នុងការទម្លាក់ក្តឹបមកបានធម្មតាបាទអញ្ចឹងការដែលយើងប្រើប្រាស់ថ្នាំទប់ជាមួយនឹងពពួកស្មៅនោះគឺយើងប្រើពពួកពេជ្ជគិតកៅបូកជាមួយនឹងដំរីប្រូហ្វេនអញ្ចឹងឥឡូវនេះគឺយើងទប់បានស្អាតល្អមែនទែនឃើញថាចន្ទីយើងមានសមត្ថភាពនៅក្នុងការទម្លាក់ក្តឹបបានធម្មតាវិញហើយបាទសូមអរគុណ